แต่បើអត់ទេអាចចែកជា2ថ្ងៃហោះហើរហើយសម្រាប់ពេលដែលពួកយើងហោះហើរហ្នឹងពួកយើងគួរតែបែរជាគ្នាយើងស្ដឹងហើយរឿងហោះហើរហ្នឹងវាបែបម៉េចយើងគួរណាតែមកមុនពេលហោះហើរយ៉ាងតិចណាស់ក៏បាន2ម៉ោងដែរដើម្បីជុំគ្នាហើយគ្រូគាត់ចែកប៉ាសពតឲ្យពួកយើងតែមកដល់ពួកយើងជិះខ្លួនឡើងអញ្ចឹងណាហើយដល់ពេលហ្នឹងលោកគ្រូគាត់នឹងបញ្ជាក់ឲ្យគ្នាយើងម្ដងទៀតក្នុងរឿងហ្នឹងហើយសម្រាប់ពេលហោះហើរគ្នាយើងកុំភ្លេចដែលជាក្រមមកពួកអីអាចខ្លាចនឹងវិញគ្នាដល់ពេលនោះផាច់ជាគ្រូប្រាប់អីហើយបងសុំ5មួយរឿងហោះហើរនឹងសម្រាប់តែគ្នាយើងមានបំណងចង់យកសាប៊ូរបស់ខ្លួនសាប៊ូលាបមុខឬក៏វាតតជាមួយនឹងសាប៊ូអីចឹងណាដែលវាមានចំណុះច្រើនជាង50 មីលីលីត្រគួរណាតែដាក់នៅក្នុងវ៉ាលីធំរបស់យើងកុំដាក់តាមសាកដោតាមក្នុងពុកអីនៅពលានគេចាប់គេអត់ឲ្យយើងយកសារធាតុរីអូលើសចំនួនកំណត់ត្រឹម50 មីលីលីត្រទេកុំឲ្យដូចបងត្រូវគេចាប់ចោលសាប៊ូ2ដបបងផ្ដាំពុកមុនឲ្យហើយឡងពេលពួកឯងម្ដងហ្នឹងនឹងមានពុកបងធ្វើទូហើយកុំភ័យហើយមានកន្លែងស្នាក់នៅតែកន្លែងស្នាក់នៅអីចឹងពុកបងនឹងជួបពួកឯងទៅដល់កន្លែងស្នាក់នៅហើយនឹងមានគ្រូគាត់មកតាមយើងដែរចឹងណាហើយសម្រាប់ការត្រៀមយកមកមានអីខ្លះជាដំបូងគឺកៅអៅល្ងាហ្នឹងហើយពួកអីឥឡូវពួកយើងល្ងាពួកយើងយកកៅអៅល្ងាមកតាមខ្លួនហ្នឹងត្រឹមតែពីអីបានអីពួកអីកៅអៅល្ងាវាស៊ីស្ពេសអញ្ចឹងបើគ្នាយើងមានកៅអៅល្ងាកៅអៅណាក្រាស់អីចឹងពួកពីក្រាស់អីចឹងយកមកតាមខ្លួនមកមួយពាក់នឹងខ្លួនមកទៀតដាក់ចូលក្នុងវ៉ាលីទៅកុំឲ្យវាស៊ីស្ពេសច្រើនពួកអីពួកឯងគួរតែពាក់ចូលខ្លួនឲ្យហើយមួយពេលដែលបងឯងចប់ពីលើហ្នឹងគឺវាល្ងាយកហ្មងកុំឲ្យយកដល់អាកាសធាតុព្រាមឲ្យពួកយើងជឿអញ្ចឹងណាយើងពាក់តាមខ្លួនយកតាមខ្លួនមួយទៅមួយទៀតទៅក្នុងវ៉ាលីទៅហើយពេលមកដល់វៀតណាមនេះគ្រូគាត់នឹងគ្រូនៅសាលាគាត់នឹងចែកឲ្យពួកយើងកៅអៅល្ងាម្នាក់មួយថែមទៀតអញ្ចឹងពួកយើងមាន3ហើយតែបើសិនជាពួកអូនឯងអត់មានកៅអៅល្ងាទេយកមកតែមួយពួកឌីនៅក្រែហ្នឹងក៏បានដែរហើយចាំមកដល់នេះតិចថែមមួយឬក៏ពីរទៀតអញ្ចឹងណាពួកអីបងខ្លាចពួកឯងមកពេលកៅអៅស្ដើងពេកហើយចូលមកដល់នេះវាត្រជាក់អញ្ចឹងទៅធ្វើឲ្យយើងផ្ដាសាយអញ្ចឹងណាហើយរឿងផ្ដាសាយគ្នាយើងគួរណាតែត្រៀមថ្នាំផ្ដាសាយគ្នាយើងណាដែលគាត់ចាញ់ផ្ដាសាយខ្លាំងអីចឹងណាចាញ់ល្ងាខ្លាំងអញ្ចឹងជាថ្នាំផ្ដាសាយជាថ្នាំក្តៅអញ្ចឹងមកពីចាស់មកនៅសាលាក៏គេចែកឲ្យដែរតែដោយសារតែយើងមកដំបូងបបាក់ភាសានិយាយជាមួយនឹងគ្រូពេទ្យនៅសាលាអញ្ចឹងយើងមានខ្លួនឯងនឹងជាប់ខ្លួនយើងផឹករបស់ខ្លួនឯងទៅគ្រាន់ជាងទៅនិយាយជាមួយគេទាំងគេអត់ដឹងពីអាការៈរបស់ពួកយើងអញ្ចឹងណាយកមកតាមខ្លួនឲ្យមកដល់តែឈឺហើយគ្នាយើងមកដល់នេះពួកអីជាច្រើនគឺមកនេះជាអីពួកបងនៅកណ្ដាលទីក្រុងវា6-10 អង្សាឬ12 អង្សាវាអត់ជាដូចតែពួកសាលាពួកឯងហ៊ានទេពួកអីសាលាពួកឯងហ៊ានហ្នឹងត្រូវទៅហ៊ានហ្នឹងវានៅជើងភ្នំវាមានច្រើនដើមឈើច្រើនដំណាំគេដាក់ដោះអញ្ចឹងណាវាតិចម៉ូតូឡានពេលអញ្ចឹងវាត្រជាក់ជាងពួកបងនៅកណ្ដាលទីក្រុងដឹងតែត្រជាក់ជាងពួកបងអញ្ចឹងត្រៀមថ្នាំសង្កូវមកឲ្យហើយមកហើយសម្រាប់អាហារនៅនេះបងប្រាប់មុនឲ្យហើយអាហារនៅនេះគេញ៉ាំសាបខ្លាំងមែនតើហើយបងឯងមកដំបូងហ្នឹងយើងពិបាកញ៉ាំពួកអីគេញ៉ាំសាបហើយញ៉ាំគ្រឿងស្ងោរអីចឹងណាអញ្ចឹងបើសិនជាគ្នាយើងដែលគាត់ចេះញ៉ាំប្រសពចាវគ្រឿងប្រអប់របស់ខ្មែរយើងតែមិនជាណាគ្រឿងដែលយើងអាចយកមកញ៉ាំព្រាមបានណាអត់ចាំបាច់ចម្អិនទេព្រោះអីនៅក្នុងសាលាហ្នឹងគឺគេឲ្យយើងចម្អិនទេអញ្ចឹងយើងយកគ្រឿងប្រអប់ហ្នឹងទុកមកដូចសពចាវឬមួយក៏សាច់ផាត់អីចឹងដែលយើងអាចយកមកញ៉ាំប្រដកសិនបានដល់ពេលណាពួកយើងញ៉ាំសមម្ហូបអូខេហើយអាហ្នឹងវាអាយមិនថាការចំណាំពួកបងហ្នឹងគឺមានគ្នាយើងខ្លះគឺគាត់អត់ចេះញ៉ាំម្ហូបហ្នឹងទេហើយពេលគាត់អត់ចេះញ៉ាំទៅធ្វើគាត់ឈឺញ៉ាំបាយអត់បានអញ្ចឹងគ្នាយើងយកតែសក់ចាយឬក៏អីដែលពួកយើងចូលចិត្តឲ្យវាផ្អាប់
chụp ban dù ở chụp bài chụp bánh cứ vô mà tam khuôn nhắm sân nào hay chỗ đó ở sân đường bẹt để sao là bộ yêu môn ấy thời chơi luôn cầm thì chào cầm thì bao là quạt chụp trong chắc cái này hay cầm thì mình biết đồ bao bị hẹp tha sẽ là nhớ cứ miền bây giờ xa đi gần miền lá khmái chỉ muốn ở Việt Nam chắc nó về đây sẽ là quạt thua cầm thì chắc quạt cái bộ yêuแบบเอาไปนี่cái này nhớ cũng phải vô cáiเอาไปนี่มาวันเนี้ยอย่างที่ผมพัดคือมวยสำหรับแต่เปอร์เซ็นต์ฉีอาร์ยอมมาตามคล้วนปีหรือกับใบหรือกับบัวในช่างตามแต่ละเพียงแต่ปุยยังมีนะปุยขนมชิ้นน้ำปุยยังอาจจะรวมคำทีไปให้จีมาให้คำทีแต่เดิมจานคลังถ้าเปอร์เซ็นต์จะยืมเปียกอาแต่มวยปีอาหนึ่งซ้อมจ้าเปอร์เซ็นต์ฉีอาร์ยอมมาปุยกับปีหรือกับใบตามแต่ยังมีเต้cái ao của bên ní ba chỉ bụi dân đứng ấy mà thử hay cái ao bên ní ba cái ao tao vuốt của bán đó mà cái ao po của bán đâyแต่บางส่วนcái aoแบบจัดๆนะเหมือนcái ao bên ní tới nhằm cáiแบบใช้thếนะบางส่วนแบบจัดบางส่วนchỉ ái của dân tin cái ao bên ní để miên po chỉ chốt po con với có poตะขดสระไอ้เจ้าถ้าอยู่ไปpo cũng được ao po soบางส่วนchỉ ái thế rồi khi dân thị trường cứ miên cái của so cho mình là support bộc hiệu tại bờ của dân mà đón đi hàng Việt Nam cái trôi chật cái na để lịch qua lịch chứ bờ của dân mình là được biết cho cái để qua lịch qua trả để vô một cái bà hàng kia chứ là nó viết bài chỉ là cái nhạc ở bà hàng có bật hoa giữa bạn đăng đài hay sinh nhập sấy bờ của quạt miên bài chỉ như sọ bài kinh gương tập tành ca nhá bài không ai dương á đôi chữ thiên đôi mươi có sai chữ cái ấy trắng á bởi sang chữ biến do vùng tam khương nào hay là bài phục bài đục đúa đừng làm ở không ai dương bởi sang chữ biến có vô mà tam khương nó phục ấy dương thì bà hai tha nó chia bỏ dương ai kỳ khơi hay sinh nhật pro cả pro và hai chị đôi cả pro của con miền cái qua xa phải ở đây thì đấy là thầy của dân xây đó bởi dân chị ấy cũng vô cả qua sơ chụp qua sơ mà người trắng hếtแต่bởi dân chị miền tây nó có vô mà ở đây thì sinh nhật bốn và hai chị ói cầm nắng tê hay bông chú mi thầy ca và tuột nắng tạo cho liền họ còn trên này បាទអរគុណជំនីសម្រាប់ការចែកម្លែកបទពិសោធន៍ដល់បងប្អូនជាបន្តយើងចូលដល់ចំណុចទី2គឺគោលបំណងទី2នោះគឺពេលដែលយើងមកដល់ប្រទេសវៀតណាមនោះនឹងជួបបញ្ហាអ្វីខ្លះយើងអាចនិយាយអំពីការរស់នៅនឹងក្នុងសម្ភារៈដែលមាននៅក្នុងបន្ទប់ដោយសារតែអាកាសធាតុនិងការហូបចុកហ្នឹងខាងជំនីគាត់និយាយហើយអញ្ចឹងឲ្យឥឡូវសូមអញ្ជើញកក្កដានិយាយពីការរស់នៅនិងសម្ភារៈដែលមាននៅក្នុងបន្ទប់នៅកន្លែងសិស្សប្អូនស្នាក់នៅហ្នឹងបាទអរគុណច្រើនជំរាបហើយឥឡូវនេះបងសូមនិយាយតទៅជាមួយនឹងនៅពេលដែលကျွန်တော်ធ្វើដំណើរមកដល់ដំណាក់ព្រាមហើយនៅពេលហ្នឹងយើងមានវិធីខ្លះកក្កដាលឿនច្បាស់ទៅលើមែនលឿនច្បាស់យ៉ាងឡឡហើយជួបចាំឃើញស្រីកាស់ទៅអាឡូលឿនណានេះដូចច្បាស់ហើយអូខេដល់ខែទៀតមកតើតើជាមួយនឹងនៅពេលដែលអូនដែលមកដល់ហើយប្រទេសវៀតណាមព្រាមហ្នឹងគឺលោកគ្រូនឹងដល់ម្លេះចូលចែកបន្ទប់រៀងខ្លួនត្រូវហើយនៅពេលដែលយើងស្នាក់នៅក្នុងប្រទេសហ្នឹងគឺមិនមកបន្ទប់គឺយើងអាចនៅចន្លោះពី4ទៅ5នាក់ហើយនៅក្នុងបន្ទប់ហ្នឹងវាមាន4ទៅ5ខែអាស្រ័យលើនេះតែស្នាក់នៅហ្នឹងហើយក្នុងហ្នឹងក៏មានតុសម្រាប់រៀនឲ្យយើងដែរហើយ
បន្ទប់របស់យើងហ្នឹងគឺឆ្នាំនេះដូចជា2ឆ្នាំ3ឆ្នាំក្រោយនេះគឺមានម៉ាស៊ីនត្រជាក់ដល់ដូចឆ្នាំបងទេការឆ្នាំបងគឺអត់មានម៉ាស៊ីនត្រជាក់ទេហើយមួយទៀតបញ្ហាដល់ពេលឯងមកដល់ភ្លាមចឹងគឺដូចជាមួយថ្ងៃក្រោយគឺលោកគ្រូគាត់នឹងតាក់ទងឲ្យយើងធ្វើវីសាហ្នឹងគឺសំខាន់ណាស់អូនឯងត្រូវតែយកចិត្តទុកដាក់លើចំណុចពេលធ្វើវីសាហ្នឹងណាមើលពេលយើងចូលប្រទេសវៀតណាមទីហ្នឹងយើងត្រូវមើលថ្ងៃការបរិច្ឆេទគេវាយត្រាវីសានៅប្រទេសវៀតណាមហ្នឹងហើយមួយទៀតតើតើជាមួយនឹងការហូបចុកនៅទេហ្នឹងគឺយើងហូបចុកគឺយើងហូបចុកជុំគ្នាមានន័យថាខាងញ៉ាបេបខាងចុងភៅគាត់ធ្វើម្ហូបឲ្យយើងហូបបាយទៅជុំគ្នាវាមានរបៀបដូចកង់ទីននៅសាលាមួយអញ្ចឹងមានម្ហូបមានបាយហើយនឹងមានម្ហូបពីមុខឲ្យយើងចាប់ចូលទៅហើយនៅទេហ្នឹងក៏វាមានមន្ទីរពេទ្យមួយនៅខាងក្រោមហ្នឹងនៅពេលដែលយើងមានបញ្ហាឈឺឬក៏អត់សូវស្រួលខ្លួនអីគឺយើងអាចទៅពិភាក្សានៅនឹងបានឧទាហរណ៍ថាសិនជាណែងឈឺហើយអត់មានថ្នាំមានអីចឹងណែងអាចឲ្យប្រធានឬក៏សុំគ្រូឲ្យគាត់ជួយនិយាយជាមួយនឹងពេទ្យនឹងតិចទៅហើយនៅពេលណែមកដល់ភ្លាមតាក់ទងជាមួយនឹងអ៊ីនធឺណិតស៊ីមកាតហ្នឹងគឺអ្នកខ្លះគឺគាត់ព្រួយបារម្ភហ្នឹងអ្នកខ្លះគាត់អាចទិញនៅពលានតែបើតាបងគឺបើសិនណែទិញនៅពលានគឺវាថ្លៃហើយដល់ពេលចឹងតាមគិតណែគួរតែចាំមកដល់ទេចាំទិញក៏បានដែរពួកឲ្យពេលយើងមកដល់ទេហ្នឹងគឺខាងស៊ីមកាតគេដូចជាមកតាក់ទងឲ្យយើងទិញហើយណាមួយពេលគេតាក់ទងហ្នឹងគឺគេដឹងថាយើងសើចឹងគេអត់សូវលក់កោទេបើសិនយើងទិញនៅទេអញ្ចឹងទិញនៅពលានយន្តហោះអាហ្នឹងន័យថាគេច្រើនគេលក់កោយើងតែថ្លៃហ្នឹងទី1អីហ្នឹងអាចច្រើនហ្នឹងហើយហ្នឹងហើយតាក់ទងជាមួយនឹងការរស់នៅហ្នឹងគឺវាមានតែវាទៀតតាក់ទងមួយនឹងអាកាសធាតុហ្នឹងក៏ខ្លួនឯងដឹងហើយឥឡូវវាត្រជាក់ចឹងណែមកដល់ត្រូវថែរក្សាអាកាសធាតុថែរក្សាសុខភាពទាំងអស់គ្នាហើយមួយទៀតតាក់ទងជាមួយនឹងពេលយើងមកដល់ភ្លាមគឺគេច្រើនបងសប្រែតាការឆ្នាំបងគឺមកដល់ភ្លាមគឺយើងដូចជាមកដល់ថ្ងៃហ្នឹងចឹងស្អែកអីហ្នឹងលោកគ្រូគាត់រៀបចំឲ្យយើងចូលស្លាយមានន័យថាយើងត្រូវទៅរៀនភ្លាមហ្មងពួកអីបើសិនដូចជាឆ្នាំហ្នឹងអញ្ចឹងអូនឯងយើងមកយឺតឡើងខែ12ជាងឯកាបងនេះជាខែ11ហ្នឹងគាត់ទៅយឺតដែរដល់ពេលចូលរៀនទៅលោកគ្រូអ្នកគ្រូហ្នឹងគាត់បរៀនលឿនយកតែម្ដងហើយចំពោះការរៀនហ្នឹងវិញការរៀនរបស់យើងគឺវាច្រើនវានៅថ្នាក់មួយគឺយើងរៀនមួយថ្នាក់យើងមាន2ឬក៏3គ្រូជនជាតិវៀតណាមហ្មងគាត់និយាយជាភាសាវៀតណាមចឹងណាយើងបាក់តិចបងដូចជាមានតែប៉ុណ្ណឹងទេអរគុណច្រើនជលៀងបាទអរគុណកក្កដាសម្រាប់ការចែកម្លែកឥឡូវយើងចូលទៅចំណុចទី3ម្ដងយើងចូលយើងរបៀបលឿនដោយសារតែសិស្សប្អូននៅក្នុងចិត្តដល់មានសំណួរច្រើនចង់សួរប្រញាប់ទៅចំណុចថាមេតិកាទី3លឿនឥឡូវយើងចូលដល់គោលបំណងទី3គឺតកតនឹងការសិក្សានៅសាលាអញ្ចឹងហើយក្នុងត្រង់ចំណុចនេះខ្ញុំសូមអញ្ជើញលឹមហុងណែនាំដល់សិស្សប្អូនឲ្យដូចជារបៀបថាណែនាំអំពីគ្រូម៉ោងសិក្សាអីចឹងសូមអញ្ជើញលឹមហុងជឿសួរដោយសួស្តីបងប្អូនទាំងគ្នាខ្ញុំបាទហុងហើយមាននេះខ្ញុំមកនិយាយតទៅវិញការរៀនឆ្នាំភាសាដំបូងអញ្ចឹងបងប្អូនទាំងគ្នាចំពោះឆ្នាំភាសាដំបូងគឺយើងរៀននៅឯហាណូយដែរប៉ុន្តែយើងមិនមែនជារៀននៅក្នុងទីក្រុងតែម្ដងទេគឺយើងរៀននៅរាងជាយក្រុងដែរហើយសាលាហ្នឹងគឺមានឈ្មោះថាសាលាមិត្តភាពទេ80ដែលប្រជាជនដែលនិស្សិតបរទេសយើងភាគច្រើនគឺយើងរៀននៅទីនោះច្រើនហើយនិស្សិតទាំងអស់ហ្នឹងមិនមែនមានត្រឹមតែជនជាតិខ្មែរយើងទេគឺមានទាំងវៀតណាមមានឡាវមានខ្មែរយើងហ
ហើយអាចនឹងមានជនជាតិគេផ្សេងទៀតចំពោះការរៀននៅសន្តិគឺយើងរៀនចន្លោះពីរយៈពេល7ខែ8ខែទៅ9ខែអាស្រ័យតាមឆ្នាំនីមួយៗហើយកន្លងពេលរៀនខ្ញុំគាត់ថាពេលរៀនពេលយើងមកដំបូងវាអត់ចេះអត់អីអញ្ចឹងវាតែងតែមានភាពលំបាកឯអ្នកគ្នាអញ្ចឹងយើងមកដល់យើងគួរតែប្រឹងប្រែងរៀនឆ្នាំភាសាដោយសារតែភាសាគឺសំខាន់ខ្លាំងមែនតើអ្នកគ្នាដើម្បីទីមួយចេះឧទាហរណ៍ចេះពេលដែលខ្ញុំមកវៀតណាមដំបូងណាគឺខ្ញុំអត់ចេះពាក្យស្មួយអាទិញទឹកទិញអីអញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងមានអារម្មណ៍ថាពិបាកមែនតើខ្ញុំទៅពឹងគេពឹងសិស្សច្បងដើម្បីជួយទិញទឹកឲ្យអាពេលហ្នឹងគឺខ្ញុំចុះមកពីចុះមកពីយន្តហោះមកដំបូងហ្នឹងស្រីទឹកស្រីអីអញ្ចឹងណាហើយទៅដល់អន្ទេទៅអត់ហ៊ាននិយាយទៅអត់ដឹងថាទឹកហ្នឹងគេហៅថាម៉េចអញ្ចឹងទៅពឹងគេពឹងឯងដើម្បីឲ្យគេជួយទិញទឹកឲ្យអាហ្នឹងគឺជាភាពដែលពិបាកមួយដែលខ្ញុំគិតថាយើងគួរតែសិក្សាតិចតួចមកពីខ្មែរអញ្ចឹងណាហើយទី2ចន្លោះពេលរៀនខ្ញុំគិតថាយើងគួរតែដឹងពីគោលដៅរបស់ខ្លួនឯងហើយបើខ្ញុំនិយាយថាដឹងពីគោលដៅរបស់ខ្លួនឯងទី1យើងរៀននឹងដើម្បីអីទី2គឺដូចខ្ញុំនិយាយមិនអញ្ចឹងគឺថាភាសាគឺសំខាន់មែនតើរយៈពេលដែលយើងរៀនភាសាយើងគួរតែអនុវត្តនិយាយឲ្យបានច្រើនដើម្បីតំណតំណងផងដើម្បីជាការរៀននៅសាកលផងក៏ដូចជារៀននៅសាលាដើម្បីទទួលបានលទ្ធផលផងហើយចំពោះពេលរៀនពេលយើងអត់ចេះយើងអាចសួរជាមួយនឹងលោកគ្រូអ្នកគ្រូដោយសារតែលោកគ្រូអ្នកគ្រូនៅទីនោះគាត់ចិត្តល្អមែនតើអ្នកគ្នាហើយគាត់ក៏យកចិត្តទុកដាក់ក្នុងការបរៀនយើងអីចឹងណាហើយខ្ញុំនិយាយការខ្ញុំរៀនហ្នឹងដូចជាមានលោកគ្រូអ្នកគ្រូខ្លះគាត់បានមកដល់អន្ទេយើងទៀតអ្នកគ្នាដើម្បីណែនាំយើងណែនាំពីរបៀបរៀនហើយគាត់មកនិយាយនេះនិយាយនោះលើកទឹកចិត្តអីចឹងណាបងប្អូនអ្នកគ្នាហើយខ្ញុំគិតថាភាសាមួយទៀតដែលល្អជាងគេនៅក្នុងការរៀនភាសានោះគឺការព្យាយាមតំណតំណងឲ្យបានច្រើនមិនថាខ្មែរគ្នាយើងមិនថាអ៊ីអ្នកលក់អាវ៉ាន់នៅខាងក្រោមក៏ដូចជាអ្នកចំណិនឲ្យយើងអីចឹងណាហើយលោកគ្រូអ្នកគ្រូអីហ្នឹងមិនថាជនជាតិឡាវមិនថាជនជាតិខ្មែរមិនថាជនជាតិវៀតណាមទេយើងព្យាយាមតំណតំណងឲ្យពួកគាត់ឲ្យបានច្រើនហើយខ្ញុំនិយាយបទពិសោធន៍របស់ខ្ញុំតិចចុះគឺការខ្ញុំរៀនហ្នឹងមិនថាលើកខ្លួនឯងណាលក្ខណៈចេះខ្ញុំមកបានមួយខែដំបូងគឺខ្ញុំចេះបានតិចតួចអីចឹងណាបន្ទាប់ពីខ្ញុំបាននិយាយជាមួយពួកឡាវពួកវៀតណាមក៏ដូចជាជនជាតិខ្មែរយើងអីចឹងទៅអាហ្នឹងជួយយើងបានច្រើនមែនតើហើយចំណុចមួយទៀតចំពោះការរៀនគឺការរៀនដំបូងគឺយើងរៀនតែព្រឹកទេអ្នកគ្នាហើយដល់ពេលរយៈពេលដល់កម្រិតទី2យើងចាប់ផ្ដើមរៀនព្រឹកផងល្ងាចផងហើយដល់ពេលចូលកម្រិតទី3គឺយើងចាប់ផ្ដើមរៀនតាក់ទងជាមួយនឹងគណិតរូបគីមីជីវៈទៅតាមជំនាញយើងនីមួយៗអញ្ចឹងណាហើយក្រៅពីការរៀនហ្នឹងដូចជាមានការប្រឡងអីចឹងណាយើងអ្នកខ្លះពេលខ្លះយើងមួយអាទិត្យអីចឹងឬក៏ពីអាទិត្យអីចឹងយើងប្រឡងមកកម្រិតអីចឹងទៅហើយក្នុងកម្រិតមួយនោះក៏យើងប្រឡងផ្សេងទៀតតាមលោកគ្រូអ្នកគ្រូដែលគាត់បានដាក់តាមកាលវិភាគដែលគាត់បានធ្វើអញ្ចឹងទៅហើយដល់ឡែកក្រៅពីការរៀនគឺយើងនិយាយរឿងថវិកាក៏ដូចជារឿងលុយអញ្ចឹងណាបងប្អូនអ្នកគ្នាកន្លងពេលដែលយើងមករៀនហាណូយដូចបងប្អូនអ្នកគ្នាបានដឹងអញ្ចឹងគឺគេនិយាយថាលុយដងគឺរៀងតម្លៃរៀងធូរថ្លៃប៉ុន្តែសម្រាប់អាវ៉ាន់ក៏ដូចជាតំណែងផ្សេងគឺតម្លៃគេគឺដូចតែខ្មែរយើងឯណាអ្នកភាគច្រើនគឺខ្ញុំគិតទៅវាផាជាមួយគ្នាហើយអាវ៉ាន់ខ្លះក៏ដូចជាថ្លៃជាងយើងទៀតទៅដឹងហើយខ្ញុំគិតថាពេលបងប្អូនអ្នកគ្នាមកគួរតែមានលុយសាគួរព្រោះលុយសាគួរអាចជួយយើងពេលណាដែលយើងដោះទាល់ដល់អីបានអញ្ចឹងណាហើយពេលចាយយើងគួរតែចាយសំចាយទៅបងប្អូនអ្នកគ្នាតែខែយើងមានដែរប៉ុន្តែការឆ្នាំខ្ញុំគឺបានតែ1លានជាងឯដល់គ្នាប៉ុន្តែឆ្នាំនេះដូចជាពេញហើយច្រើនគ្នាយើងឆ្នាំពេញហើយតែគ្នាចេះថាគេពេញ4លាន75ប៉ុន្តែគេកាត់ថ្លៃបាយដូចជាសល់3លានជាង3លាន60អញ្ចឹងយើងនៅសល់ច្រើនដែរដល់គ្នា3លានជាង3លានដងហ្នឹងណាដល់គ្នាហើយ
Chào bị ca điên ca vậy hướng tham cá nhóm được chiều tại này cô chân nhập bón hái hơiสำหรับការរៀននៅពេលចូលសាកលយើងនឹងនិយាយពេលក្រោយក៏ដូចជាមានសិស្សច្បងអីគាត់ជួយណែនាំក្រោយផ្សេងៗទៀតអីចឹងណាហើយខ្ញុំសូមតែប៉ុណ្្នឹងទេបើគ្នាយើងមានតែគេមានមតិច្បងថែមអាចពេញបន្ថែមបានបាទអរគុណលឹមហុងធ្វើលឹមហុងនិយាយធ្វើយើងឥឡូវយើងចែកម្លែកតែរឿងពេលមកសាលាភាសានិងឆ្នាំភាសាបានហើយចំពោះឆ្នាំសកលឲ្យបងប្អូនសុបាយនៅឆ្នាំភាសាសិនទៅចកចាំគិតតាមក្រោយឥឡូវយើងចូលដល់មាតិកាទី4គោលបំណងទី4គឺព្រឹត្តិការណ៍ដែលអាចកើតឡើងប្រចាំឆ្នាំព្រឹត្តិការណ៍ដែលអាចកើតឡើងនៅក្នុងឆ្នាំភាសាដែលបងប្អូនដែលរៀនឆ្នាំក្រោយនេះចាប់ផ្ដើមរៀននៅខែក្រោយនេះឥឡូវខ្ញុំសូមអញ្ជើញកញ្ញាស្រីមិចជួយបង្ហាញនិងណែនាំសិស្សបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាបងសូមណែនាំម្ដងទៀតបងឈ្មោះស្រីមិចហើយឥឡូវបងនិយាយពីកម្មវិធីដែលអាចកើតមាននៅក្នុងឆ្នាំសិក្សារបស់យើងអញ្ចឹងណាអូនភាគច្រើននៅឆ្នាំសិក្សារបស់យើងភាសាឆ្នាំសិក្សាភាសាវៀតណាមហ្នឹងគឺមានកម្មវិធីច្រើនមែនទែនអូនដើម្បីឲ្យយើងចែករំលែកវប្បធម៌ពីគ្នាទៅវិញទៅមកអញ្ចឹងដោយសារតែយើងមាន3ប្រទេសវៀតណាមឡាវខ្មែរអញ្ចឹងគេត្រូវការឲ្យយើងចែករំលែកវប្បធម៌គ្នាហើយកម្មវិធីដែលបងចង់និយាយដំបូងហ្នឹងគឺអាចពេលពួកឯងមកដល់ហ្នឹងគឺគេមានការបើកបវេសនកម្មតែអាហ្នឹងបងអត់ច្បាស់ទេដោយសារតែឆ្នាំហ្នឹងបងឃើញខាងលោកគ្រូវៀតណាមអីហ្នឹងគាត់បើកបវេសនកម្មឲ្យភាសាហើយចឹងមកដឹងថាពេលឯងមកដល់ហ្នឹងគាត់បើកឲ្យម្ដងទៀតឬក៏មិនចឹងអាហ្នឹងអត់ច្បាស់ទេប៉ុន្តែអាហ្នឹងអនត្រៀមខ្លួនហើយពេលឯងមកដល់ព្រាមអាចនឹងមកដល់បានតែ1ថ្ងៃឬក៏2ថ្ងៃគឺគាត់ចាប់ឲ្យពួកឯងរំហើយពួកឯងទាំងអស់គ្នាត្រូវត្រៀមណាត្រូវចេះរំទាំងអស់គ្នាត្រូវចេះរំទៅជាប្រពៃណីយើងអញ្ចឹងរំគេរំវងតាឡុងចុកកពឹសអីហ្នឹងចេះទាំងអស់គ្នាតើអូនយើងរៀនបើឥឡូវនោះណាអត់ទាន់ចេះទេប្រជុំចាប់អានេះរៀនមើលឲ្យហើយទៅអាហ្នឹងបងចង់ប្រាប់ចឹងដោយសារយើងត្រូវរំច្រើនមែនតើកម្មវិធីយើងច្រើនខ្លាំងហ្មងហើយបន្ទាប់ទៀតហ្នឹងគឺអាចនឹងមានកម្មវិធីទូចនៅក្នុងហ្នឹងកម្មវិធីទូចហ្នឹងអាស្រ័យទៅលើខាងសាលាគេអ្នករៀបចំអាហ្នឹងអត់ច្បាស់ថាមានកម្មវិធីអីខ្លះទេប៉ុន្តែអាចនឹងមានច្រើនហើយបន្ទាប់ពីហ្នឹងក៏ចូលខែ1ឬក៏ខែ1ខែ2គេមានកម្មវិធីតេតអញ្ចឹងគេឲ្យពួកអូនហ្នឹងនាំគ្នាធ្វើជាគេហៅជាបយហ៎តេជាបយហើយតេជាអីច្រឡំសុំទោសបងអូនអរគ្នាកម្មវិធីចូលឆ្នាំរបស់វៀតណាមអូនច្រឡំសុំទោសអានេះយើងមានកម្មវិធីចូលឆ្នាំវៀតណាមអូនកម្មវិធីនេះខ្មែរយើងគេហៅថាកម្មវិធីចូលឆ្នាំចិននោះហ្នឹងហើយវាជាមួយនឹងចូលឆ្នាំចិនអូនអញ្ចឹងមុននឹងកម្មវិធីនឹងកាត់ឡើងគេឲ្យអូនហ្នឹងនាំគ្នាពីមួយថ្នាក់ដែលយើងរៀនហ្នឹងណាមួយថ្នាក់ហ្នឹងចូលគ្នារៀបចំនៅតូបម្នាក់មួយដើម្បីធ្វើកម្មវិធីហ្នឹងប៉ុន្តែយើងរៀបជាវៀតណាមទេអូនជាមួយគ្រូយើងអញ្ចឹងតែអានឹងយើងក៏ខ្វល់ច្រើនថាអានឹងមានកម្មវិធីនឹងមួយចោះបន្ទាប់មកនឹងមានកម្មវិធីកីឡាហ្នឹងអូនដឹងតែប៉ុណ្្នឹងបានទេទៅពេលដល់ហ្នឹងខាងបងគាត់ទៅនិយាយប្រាប់អូនថាកម្មវិធីហ្នឹងរៀបចំមិនអញ្ចឹងយើងចូលរួមទាំងអស់គ្នាមានខ្មែរយើងទាំងអស់គ្នាហើយចំពោះផ្សេងទៀតគឺមានកម្មវិធីទៅតាមអីដែលគ្រូគាត់បានដាក់ឲ្យតែដឹងសំខាន់បំផុតគឺអូនត្រូវចេះរាំហើយចូលរួមចែករំលែកវប្បធម៌យើងទាំងអស់គ្នាកុំប្រកាន់ជាប់ថាអូម្នាក់នេះទៅហើយអញអត់ទៅទេអាហ្នឹងកុំណាយើងត្រូវចូលរួមទាំងអស់គ្នាយើងត្រូវចាប់ដៃគ្នាព្រមឲ្យខាងវៀតណាមខាងឡាវវាបានឃើញអញ្ចឹងទៅហើយកុំឆ្លោះគ្នាត្រូវស្ដាប់មតិគ្នាទៅវិញទៅមកធ្វើមិនដើម្បីឲ្យអស់ចាបង្ហាញគេអញ្ចឹងទៅមួយទៀតបន្តិចអូនចំពោះបងចង់បន្ថែមមួយទៀតហ្នឹងអាហ្នឹងតកតងទៅនឹងខាងសិល្បៈ
អាហ្នឹងវានៅក្នុងជាមួយនឹងកម្មវិធីសិក្សារបស់យើងដូចគ្នាអូនពេលខ្លះអាចនឹងមុនមួយអាទិត្យចឹងគ្រូហៅទៅរួមអីចឹងទៅយើងអត់ត្រៀមខ្លួនអត់បានចឹងចាំមិនបងចង់ឲ្យពួកយើងហ្នឹងត្រៀមខ្លួនទាំងអស់គ្នាអ្នកណាដែលចេះរួមចឹងនាំគ្នាចូលរួមចូលអីទាំងអស់គ្នាចឹងកុំប្រកាន់ខ្លួនកុំថាអុយម្នាក់នោះទៅហើយម្នាក់នេះទៅហើយកុំយើងទៅទាំងអស់គ្នាអូនដើម្បីមុខមាត់ប្រទេសយើងតែមានណាគេមកជួយលើកមុខមាត់យើងក្រៅពីយើងខ្លួនឯងទេបងមានតែប៉ុណ្្នឹងតែបើថាមានចន្លោះខ្វះខាតអីអាចសួរបន្តបានអូន បាទអរគុណកញ្ញាស្មីចដែលបានចែករំលែកដល់សិស្សប្អូនហើយខ្ញុំចំពោះមេតិកាទី2នេះខ្ញុំសូមបន្ថែមដូចទៅនៅពេលដែលយើងរៀបចំមកវ៉ាលីចំពោះបញ្ហា power bank បើសិនជាករណីpower bank គឺគេអនុញ្ញាតឲ្យត្រឹម 20,000 ampere 20,000 ampere ហ្នឹងមានន័យថាម៉េច 20,000 ampere ហ្នឹងបងប្អូនអាចយកឡើងយន្តហោះបានប៉ុន្តែយើងដាក់នៅក្នុងកាតាបស្ពីខាងក្រោយអត់អាចដាក់ក្នុងវ៉ាលីបានទេអាវ៉ាលីផ្ញើ23គីឡូអត់អាចដាក់បានទេ power bank ហ្នឹងបងប្អូន note ផងហើយចំពោះបញ្ហាគ្រឿងទឹកយល់ថាវាថារបស់ទឹកគឺលើសពី100មីលីលីត្រអត់អាចឡើងយន្តហោះបានទេកាលណាអា100មីលីលីត្រហ្នឹងបងប្អូនដាក់ក្នុងសាកដោចំពោះ100មីលីលីត្រក្រោម100មីលីលីត្របងប្អូនអាចដាក់ក្នុងសាកដោបានប៉ុន្តែបើលើស100មីលីលីត្របងប្អូនយកទៅដាក់ក្នុងវ៉ាលីផ្ញើ23គីឡូទៅហើយមួយទៀតនៅពេលបងប្អូនមកដល់សាលាហ្នឹងមកដល់អន្តេដែលយើងត្រូវហួរនៅហ្នឹងប្រហែលជាមួយរយៈក្រោយមកគេនឹងមានខាងធនាគារគេមកធ្វើកងធនាគារឲ្យពីព្រោះហ្នឹងឆ្នាំមុនខាងសិស្សប្អូនឆ្នាំមុនគឺមានគេមកធ្វើឲ្យអញ្ចឹងបងប្អូនក៏អាចមានគេមកធ្វើឲ្យដែរខាងធនាគារដោយសារហ្នឹងគេរកអតិថិជនអញ្ចឹងហើយចំពោះកន្លែងរៀនសិស្សប្អូនមានបានលឺលឹមហុងគាត់និយាយថាសឿនតៃហ្នឹងសិស្សប្អូននឹងសឿនតៃហ្នឹងនៅណាអត់សឿនតៃហ្នឹងវាជាឃុំមួយរបស់ហាណូយជាផ្នែកមួយយើងអាចនិយាយថាយើងនិយាយភាសាសាមញ្ញជាឃុំអញ្ចឹងណាជាឃុំសឿនតៃហ្នឹងជាឈ្មោះឃុំហើយមួយទៀតគឺបញ្ហាប្រឹងរៀនដូចលឹមហុងបាននិយាយអញ្ចឹងគឺយើងមានតែផឹងរៀនទេឆ្នាំភាសាគឺកាលណាភាសាយើងមូលដ្ឋានគ្រឹះយើងភាសាយើងរឹងមាំពីឆ្នាំភាសាកាលណាយើងឡើងមកសកលក៏វាស្រួលរៀនដែរហើយមួយទៀតតើតើកន្លែងលក់អីវ៉ាន់ក៏បងប្អូនបានលឺលឹមហុងគាត់និយាយថាកន្លែងលក់អីវ៉ាន់នៅក្រោមទេមានន័យថានៅទេយើងហ្នឹងនៅក្រោមទេមានគេលក់អីវ៉ាន់មួយអ្នកលក់អីវ៉ាន់ហ្នឹងគាត់គឺជាចុងភៅនឹងដែលធ្វើម្ហូបឲ្យបងប្អូនរាល់ថ្ងៃហ្នឹងហើយទៀតបញ្ហារឿងលុយលឹមហុងគាត់ប្រាប់ថាយើងយកលុយមកសគួរហើយយើងចាយថាំហ្នឹងត្រូវហើយដោយសារអីពេលយើងឡើងមកហ្នឹងវាអាចថាប្រហែលជាបងប្អូនអាចបើកបាន1ខែឬក៏2ខែហើយបន្ទាប់មកលុយហ្នឹងវានឹងគេនឹងផ្អាកសិនតែមិនមែនគេអត់ឲ្យទេដោយសារតែពាក់ព័ន្ធនឹងខាងក្រសួងគេអត់ទាន់តម្លាក់ឲ្យមកខាងសាលាអញ្ចឹងគេអាចផ្អាកយើងរហូតដល់5ខែ6ខែក៏អាចថាបានដែរព្រោះឆ្នាំមុនមានណាអញ្ចឹងឲ្យបងប្អូនអាចយកលុយមកសគួរបានហើយសគួរមិនបាច់យកមកច្រើនទេធ្វើដូរទៅ100 200អីបានទេសម្រាប់ទុកចាយអញ្ចឹងហើយយើងចាយថាំទៅមិនបាច់ចាយច្រើនទេដោយសារយើងអត់ទាន់ស្គាល់អីហើយបងក៏ជឿថាតិចទៀតអូនឯងស្គាល់វ៉ាន់អនឡាញអីព្រាតចំពោះលុយឥឡូវបងនិយាយពីទីផ្សារលុយឥឡូវក៏ថ្លៃដែរ$100អាចដូរបាន2លាន70ម៉ឺនណា2លាន60ជាង2លាន60ក្រាស់ហើយឥឡូវទីផ្សារលុយដុងលុយ$ដូរយកលុយដុងពីបងប្អូនដូរអាចឆែកទីផ្សារលើអ៊ីនធឺណិតដូចទៅប្រៀបធៀបជាមួយនឹងលុយយើងដូរទៅបើសិនវាស៊ីគ្នាខុសគ្នាតិចតួចយើងដូរទៅហើយបងប្អូនបាច់ភ័យកាលណាបងប្អូនយកលុយមកខ្វះមកដល់នេះក៏មានអ្នកដូរលុយដែរបងប្អូនយើងសិស្សច្បងយើងនៅខាងហាណូយគេទទួលដូរលុយហើយចំពោះវិធីដូរអីអាពេលហ្នឹងចាំបងប្អូនសួរសិស្សច្បងទៅនឹងស្រួលទេអាហ្នឹងអត់ពិបាកទេតែបងប្អូនបាច់ខ្វល់រឿងលុយហ្នឹងទេសំខាន់យើងមានលុយ$លេងអីហើយមួយទៀតខ្ញុំសូមបន្ថែមតើតមួយលុយអីចឹងណាពេលយើងដូរលុយខ្ញុំចង់ប្រាប់អ្នកនរថាមិនបាច់ដូរលុយនៅពលានទេអ្នកនរដោយសារតែពលាននៅយើងអីចឹងវាកាត់ថ្លៃទឹកច្រើនអីចឹងណាយើងអាចដូរតាមទូមាសឬក៏តាមកន្លែងផ្សេងអីចឹងណាកុំឲ្យដូរនៅពលានដោយសារដូរពលានយើងកាត់អស់ច្រើនមែនតើបាទត្រូវអរគុណលឹមហុងត្រូវចំណុចហ្នឹងប្រកាសព្រោះការចំនួនខ្ញុំចំនួនយើងលឹមហុងមានពុទ្ធភ័ក្រយើងមួយគាត់ដូរនៅពលានខាតខុសគ្នាឡើងជិត20ម៉ឺនណាមួយទៀតបញ្ហាកីឡា
cái lá nó cứ survive bằng pot chấm mơ tới bên nó còn này cho luôn survive sẽ khô surviveเอาเจ็ดโดยสิ่งนี้ก็แพร่ทายยังกุมชุกนี่ยังเธอสามกีนี่ผู้ấyยังจีขมายแต่มวยการนายังมาดอกเตะเกมาดอกอะไรนั้นยังอันใจตาคลุ้นยังมันแนบแนบสัตว์มีสไลเพียบไอ้แต่สาไอ้ยังอดโดยไปยังศึกษาในขมายคือมีนปุ่มได้ยังเธอไอ้เธอสู้กอดปัจจัยยังมาดอกในการนายังสู้กอดวิมีหึงคลาดได้กอดอาจช่วยยังบ้านนะจังไอ้ยังเธอสมัยจัดคนเองจังไอ้ปนสัตว์ยังอันใจบันทาคือสไลเพียบตั้งปีพนัยให้แรงวัตถุการนาปนเอาเถอะการติงวัตถุไอ้ทลายมาทำใจประจำของไอ้คือปนลุยจะเกยเอาไอ้มาเฮ้ยนั่นคือปนใจกรอนไอ้จังไอ้แม่ถ้าปนคือมีสไลเพียบข้างแรงวัตถุไอ้ปนไอ้จะถ้ายังมีการสำหรับจัดโดยครูนเองจังไอ้ปนแต่ตัวหนึ่งหือนั่งจังไอ้ปนมันตรายชุกเนี่ยเลยเถอะเจสามกี่เนี่ยเถอะเจสนับเนี่ยการนาบยังมันเถอะเนี่ยได้ยังได้จังเห็นครูนเถอะกลมปากไก่เนี่ยพอแต่ตรงนึงไปยังมาดอนั้นการหกจกโลลายองจีเวียงก็เอาเมียนบ่เมียนก็ยังนึกขนมประตูเงินสกัดตัวบ้านไหนบ้านแล้วยมทรงประธานปนี้แล้วยมโจดอมีตการติใบคือวิธีการสำนูจำลอยนี่ชีวิตได้ปนตั้งรวมจังไอ้ปนยังอาสู้บ้านสู้ไอ้กับบ้านไหนฉลองการในนอมบอสจะบองกลางทางเลิศปนมันก็มีสำนูจังปนสู้เมาแล้ว បង ជួ ហើ ប យ បាន មកបន្ទប់ចឹងយើងនៅម្នាក់ឲ្យបង ដូចកក្កដាគាត់បានប្រាប់ពីលើថាយើងអាចរស់នៅ4នាក់ឬក៏5នាក់អញ្ចឹងហើយទលាយបន្ទប់នឹងទលាយអូនអត់ជាទេហើយនៅក្នុងបន្ទប់ដោយកក្កដាគាត់ប្រាប់មានម៉ាស៊ីនត្រជាក់ពេលខែក្តៅដោយអូនឯងខែត្រជាក់អញ្ចឹងមានម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ស្រួលបំផុតតោះអូនសួរទៀតមកគេដែរ បងហើយពាក់ព័ន្ធទៅនឹងជាយន្តហោះហ្នឹងនិយាយពាក់ព័ន្ធនឹងសារធាតុរាវលើសពី100មីលីលីត្រអាហ្នឹងយើងដាក់ជាមួយនឹងវ៉ាលីរបស់យើង23គីឡូហ្នឹងហើយcarry សុខ on បងខ្ញុំមិនដាច់កន្លែងសំខាន់ណាបងឯងសំខាន់នៅសាលាភាសាបង ជប់អូនចាំតិចឲ្យសុវណ្ណឆេត្រាសួរសិនអូន បាទបង ពាក់ព័ន្ធទៅនឹងសារធាតុរាវដែលលើសពី100មីលីលីត្រហ្នឹងយើងដាក់នៅក្នុងវ៉ាលីរបស់យើង23គីឡូបានអត់បងហើយបើសិនជាខំហ្នឹងយើងអាចដាក់នៅក្នុង carry on របស់យើងមែនបង ត្រូវអូនត្រូវកាលណាបើ100មីលីលីត្រចុះក្រោមគឺបងអូនអាចដាក់នៅសាកដោខាងក្រោយបានហើយចំពោះ100មីលីលីត្រឡើងលើគឺបងអូនយកទៅដាក់ក្នុងវ៉ាលី23គីឡូ អត់ទេជូនលៀងហ្នឹងតែ50មីលីលីត្រតា 100ជំនីថាហ្នឹងដូចជា100 អត់ទេតើអបខ្ញុំ100មីលីលីត្រគេចាប់ដែរតែ50ទេ អញ្ចឹងយើងជិះវាមានបញ្ហាអញ្ចឹងយើង50បានហើយបងអូនសុវណ្ណឆេត្រាទទួលបានអត់ បានបងអរគុណបង មួយទៀតសុភាពឲ្យចង់សួរពីឯកសន្តានត្រូវអត់អូន បាទបងបាទ ឯកសន្តានfree style អូនពេលអូនឯងទៅរៀន free style មានអាវអីក៏បានដែរមែនបង អាវអីក៏បានប៉ុន្តែកុំឲ្យទៅពាក់ខោខ្លី បាទបង ខោ បាទ ខ្លីកុំពាក់ខោខ្លីហើយមួយទៀតការចំនួនបងធ្លាប់សួរសិស្សច្បងមុនថាបងយើងគួរយកសភៅទៅអត់ពេលទៅក៏គាត់វិញថាវៀតណាមប្រទេសគេប៉ុណ្ណាណៃអត់មានសភៅយើងទៅសេគេត្រូវហើយថាយើងយកសភៅមកក្បាយពីក្បាយទៅកុំឲ្យវាធ្ងន់អញ្ចឹងហើយម្ដងនេះគេមានលក់សភៅទៀតហើយ តែរឿងសភៅហ្នឹងតើតជាមួយនឹងរូបមន្តកណិតឬក៏រូបវិទ្យាគីមីអីចឹងណាអូនឯងយកមកតាមមកតើតនឹងរូបកណិតគីមីហើយជីវៈអីហ្នឹងបើសិនជាបងអូនណាគាត់រៀនពេទ្យយកជីវៈមកតាមផងតែបើសិនជារៀនគីមីជំនាញ5ឬមួយក៏រៀនសេដ្ឋកិច្ចអីចឹងគេនឹងមានវគ្គរៀនយើងបែបអាហ្នឹងគេហៅគេបរៀនយើងត្រៀមចូលរៀនសកលមុខវិជ្ជាដែលនៅក្នុងសកលដែលត្រូវជាមួយមុខវិជ្ជារបស់ពួកយើងហ្នឹងគេនឹងបរៀនត្រៀមឲ្យពួកយើងស្គាល់ពាក្យនៅក្នុងសកលហ្នឹងពួកយើងយកមកតាមមកពួកអីដល់ពេលហ្នឹងយើងត្រូវការប្រើរូបមន្តពួកអាហ្នឹងដើម្បីរំលឹកពេលពួកយើងរៀនចឹងណាហើយរឿងរៀនហ្នឹង
ឯកសារយកមករៀនហ្នឹងគឺប៉ុណ្ណឹងហើយសម្រាប់ល្ងានៅហ្នឹងគឺវាល្ងាខ្លាំងអញ្ចឹងពួកឯងជៀសវាងនឹងការឈឺស្កាត់ពួកឯងត្រូវពាក់សូមជើងនិយាយទៅធ្វើម៉េចយើងបដោកម្ដៅឲ្យជើងយើងបើសិនជាពួកយើងមានសូមជើងនៅខាងនៅទីហ្នឹងយកមកតាមខ្លួនឲ្យហើយមកកុំឲ្យមកដល់នេះយើងពិបាកហត់ទិញព្រោះយើងអត់ចេះភាសាអញ្ចឹងណាយកមកតាមខ្លួនពីវិគូអីចឹងមកពាក់បើសិនជាខាងល្ងាឲ្យខ្លួនឯងដើរជើងទៅទេនៅលើអត់ដឹងតែឈឺហ្មងទូខ្លួនឯងហឹមមកមិនក៏ខ្លួនឯងនឹងឈឺដែរពួកអីបាត់ជើងយើងវាតកតងជាមួយនឹងគ្រឿងក្នុងរបស់ពួកយើងគ្រឿងក្នុងមានថ្លើមពវៀនតែដងអីចឹងណាអញ្ចឹងយើងត្រូវបដោកម្ដៅឲ្យបាត់ជើងយើងហើយស្លាប់ខោមានបងខ្លះក៏សួរយើងសួរបងថាខោយើងពាក់មិនឲ្យវាក៏ក្តៅបងខោជំវិញអូនឯងពាក់មិនក៏បានដែរដោយសារតែមកកណាត់ខោត្រឹមចិត្តនេះចង្កេះយើងចូលក្រុមហ្នឹងអាហ្នឹងវាឆ្អឹងវាអត់ប៉ះពាល់ទៅនឹងគ្រឿងក្នុងទេតែបើសិនជាមកកណាត់ចង្កេះឡើងលើវាពាក់ព័ន្ធជាមួយគ្រឿងក្នុងអញ្ចឹងយើងត្រូវការបដោកម្ដៅឲ្យវាកុំឲ្យវាប៉ះពាល់ដល់គ្រឿងក្នុងរបស់យើងពួកអីជួនកាលតែជាពេកវាប៉ះពាល់ដល់គ្រឿងក្នុងរបស់យើងដែរអញ្ចឹងខោណាវិញអញ្ចឹងរៀងកម្រាស់រៀងក៏លំងណាយើងមកតាមខ្លួនមកខោកបយខោអីចឹងណាបងឃើញនៅខ្មែរលក់ខោអីពូកាឈូកហូប Hello Kitty ហ៎តែអាហ្នឹងមកក៏បានដែរអាហ្នឹងក្រាស់បងមានប៉ុណ្ណឹងទេហើយបងភ្លេចមួយទៀតមុងភួយម្ដងនេះគេមានមុងភួយឲ្យហើយភួយក៏ក្រាស់ដែរអូនឯងកុំភ័យព្រោះភួយអញ្ចឹងយកតែកៅអៅសម្រាប់ពួកយើងពាក់មកសិនក៏បានដែរបាទបងសុំមួយបង អូខេ តែទៅនៅការកន្លែងបោកខោអាវអីបងមិនដែរបងក្នុងទីប្រាំសិនចំពោះកន្លែងបោកខោអាវយើងអាចបោកខ្លួនឯងបាននៅក្នុងបន្ទប់យើងនឹងមានបន្ទប់ទឹកមួយខាងក្រោយបន្ទប់អញ្ចឹងយើងបោកខោអាវនឹងទៅហានៅក្រោយបន្ទប់នឹងក៏បានហើយមានកន្លែងហាខោអាវមួយទៀតហើយមួយទៀតបងប្អូនខ្ជិលបោកមានកន្លែងបោកខោអាវជឿថាមានកន្លែងបោកខោអាវឲ្យទៀតកន្លែងបោកពួកខ្មែរយើងហៅកន្លែងបោកពួកមានតែគាត់ថាវាអស់លុយច្រើនវារៀងថ្លៃដែរខែតិចវារៀងថ្លៃជាងខែក្តៅអញ្ចឹងអាហ្នឹងពាក់ព័ន្ធកន្លែងបោកខោអាវបងចូលបើនៅកន្លែងយើងសម្រាប់ដុំហ្នឹងអាហ្នឹងមាន Wi-Fi អីហ៎បងកន្លែងសម្រាប់ដុំអត់មាន Wi-Fi អូនពួកយើងប្រើ SIM ទូរស័ព្ទរៀងខ្លួនបងគុំគឺអាប្រើ SIM ទូរស័ព្ទហ្នឹងអាហ្នឹងគេកំណត់ G យើងទៅដំបងហ្នឹងយើងអត់ដឹងចឹងមួយថ្ងៃហ្នឹងគេកំណត់ G យើងឧទាហរណ៍ថា 2G ចឹងបើយើងលេងអស់ 2G ហ្នឹងហើយមួយថ្ងៃហ្នឹងយើងមានអីលេងទេអត់មានអីលេងតទៀតតែចូលថ្ងៃថ្មីមិនយើងលេង 2G ហ្នឹងបានចឹងណាចឹងមកដំបងយើងអត់តន់ដឹងចឹងយើងកុំប្រើអ៊ីនធឺណិតខ្លាំងពេកអូនយប់ឡើងអត់មានអីមើលហ្នឹងហើយអរគុណច្រើនឥឡូវបងប្អូនសួរទៀតមកសួរយើងសួរលឿនឆ្លើយលឿនយើងអាចសួរច្រើនសម្រាប់បន្ទប់យើងនៅគ្នាម្នាក់ហ្នឹងលោកគ្រូអ្នកគ្រូគាត់ជាអ្នកចាប់ចែងឲ្យឬក៏ពួកយើងអាចចាប់ជាក្រុមគ្នាយើងបានឬក៏មិនដែរគ្រូចាត់ចែងឲ្យអូនពេលមកដល់បញ្ជីឈ្មោះកាលណាអូនឯងឡើងមកបញ្ជីឈ្មោះមកខាងគ្រូអីហើយគ្រូគេចែករួចអីតាមបញ្ជីឈ្មោះហ្នឹងគេចែករួចអីតាមបន្ទប់អូនតែអាហ្នឹងបងឮថាពេលអាហ្នឹងយើងអាចសុំដូរបានឯជម្រាបសុំដូរបានអូនពេលអាហ្នឹងសំខាន់លើយើងមកដល់វាអាចបើយប់យើងដូរមួយកើតបើពេលថ្ងៃយើងអាចនិយាយគ្នាបានអញ្ចឹងបើយើងតែបើសិនជាពេលហ្នឹងយើងនិយាយគ្នាមួយអ្នកបន្ទប់ផ្សេងទៀតថាដូរគ្នាអញ្ចឹងគ្រូក៏ដូរឲ្យភ្លាមហ្មងហ្នឹងហើយអញ្ចឹងបងមួយទៀតឆ្នាំរៀនភាសាវៀតណាមបងហើយយើងរៀនជាមួយជនជាតិវៀតណាមគ្រូជនជាតិវៀតណាមអញ្ចឹងយើងពិបាកអត់បងចំពោះបញ្ហារៀនហ្នឹងវាដំបូងវាយើងពិបាកដែរតែវាមិនពិបាកខ្លាំងទេអូនតែថាវាយើងប្លែកដោយសារវាមិនបើថាពិបាកវាមិនពិបាកខ្លាំងតែគាត់ដំបូងវាយើងប្លែកចំពោះយើងអញ្ចឹងយើងចាប់អត់ជាប់តែដូចយើងហងគាត់ប្រាប់ឡើងពីដំបូងគឺយើងប្រឹងរៀនយើងចាប់ផ្ដើមស្វែងរកខ្លួនឯងគឺវិធីសាស្ត្ររៀននៅខ្លួនឯងចេះអញ្ចឹងអូនវាគាត់ថាអូនថាដំបូងវាប្លែកតិចហ្នឹងហើយចាប់ផ្ដើមដំបូងវាតែរៀងពិបាកអីបងហើយចង់ឲ្យប្រាប់អំពូលភ្លើងពលអីយើងត្រូវការទិញខ្លួនឯងទៅឬក៏មិនសម្រាប់រៀនណាបងចំពោះអំពូលភ្លើងអីហ្នឹងចាំបាច់ទិញយកមកអូនចាំមកដល់នេះទិញចាំមកដល់នេះគេមាន app
ពួកបងប្អូនធ្លាប់លើ app Shopee របស់វៀតណាមដោយថៅប៉ៅរបស់ចិនចឹងនៅក្នុងហ្នឹងអីក៏មានដែររបស់ពួកបងប្អូនត្រូវការក្នុងមានទាំងអស់ចឹងបងប្អូនអារបស់ចឹងបាច់យកមកនៅនេះមានហើយវាថោកទៀតបងខ្លាចទៅពេលបងខ្លាចទៅពេលពួកឯងស្គាល់ app ហ្នឹងទៅចាយលុយអស់ទេ អត់អី នៅ បង ផ្សារ បង មាន ច ដែរ ង់ទៅមួយទៀតសម្រាប់ការរៀនរបស់យើងហ្នឹងគឺគេកំណត់ម៉ោងអត់ចុះឧទាហរណ៍ថាយើងចង់រៀនដល់យប់ឬក៏មិនអាចរៀនបានអត់បង អាហ្នឹងគេកំណត់ម៉ោងបិទភ្លើងប៉ុន្តែចំពោះករណីអូនឯងចង់រៀនយប់ចឹងអូនឯងបើកភ្លើងទូចខ្លួនឯងរៀនចឹងណាកុំបើកភ្លើងធំឲ្យគ្រូឃើញទៅតែគោះម៉ោងទៅគ្រូដល់មកគោះទ្វារយើងបិទភ្លើងចឹងណា ចាបងអរគុណថាត់បង បងសុំមួយករណីបើយើងចង់ប្រើប្រាស់កុំព្យូទ័រច្រើនអីតែយើងអត់សូវមានអ៊ីនធឺណិតធ្វើម៉េចបងយើងអាចប្រើបាន ចំពោះខ្លួនឯងបើច្រើនទៅអត់បើច្រើនវាមានវិធីសាស្ត្រច្រើនសម្រាប់ទិញអ៊ីនធឺណិតដោយពួកឯងមកនេះ SIM ប្រហែលជាគេលក់ SIM Vinaphone ហ្នឹងគឺSIM នៅវៀតណាមហ្នឹងណាហើយ SIM ហ្នឹងយើងមានវិធីសាស្ត្រប្រើវាយើង down app វាមកហើយយើងទិញយើងបញ្ចូលលុយតាមកងធនាគារចូលទៅក្នុងហ្នឹងឬក៏យើងទិញកាតបញ្ចូលទៅយើងបញ្ចូលលុយក្នុង app ហ្នឹងបើយើងទិញអ៊ីនធឺណិតតទៀតបានអញ្ចឹងប៉ុន្តែជួបបញ្ហាហ្នឹងអូនគុំយកចិត្តកុំតន់អាចយកចិត្តទុកដាក់ដោយសារដំបងពួកឯងអត់តន់ត្រូវការប្រើវាច្រើនទេចាំអូនឯងនៅបានមកយូរតិចហើយយើងស្គាល់សិស្សច្បងសិស្សប្អូនអញ្ចឹងយើងអាចសួរគ្នាបានហើយអញ្ចឹងពួកបញ្ហាហ្នឹងគុំតន់អាចយកចិត្តទុកដាក់គុំតន់ជឿក្បាលមួយវា បងមានន័យចំពោះការរៀនណាបងគាត់ថាមាន app ពីរដែលយើងគួរតែ download ទៅហើយគឺទី1គឺ VK ទី2គឺអង់គ្លេសនិងវៀតណាមEnglish ខាងវៀតណាមមាន លឹមហុងនៅក្នុងនោះមាន comment ដែរ comment លឹមហុងscreenshot ឬក៏វាយឈ្មោះ app ចូលក្នុងនោះ comment ហ្នឹង comment មានដែរ ឃើញ ដោយលឹមហុងគាត់ថាអញ្ចឹង app 2ហ្នឹងយើងជួយយើងក្នុងការសិក្សាអញ្ចឹងណាយើងអត់ចេះពីអីយើងវាយចូលទៅវាបកប្រែខ្មែរឲ្យយើងហើយពេលខ្លះវាវែងគ្រប់វាច្រើនអញ្ចឹងយើងអាចប្រើ Google Translate ម្ដងតែគាត់ថា Google Translate ហ្នឹងវាអត់សូវត្រូវតែយើងអាចប្រើបន្តអក្សរបាន បងអើយ